ការប្រកួតបាទនៅឯក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់គឺជាជំនួបដ៏ធំបាទរវាងក្លឹប FC Bayern Munich នឹងទទួលស្វាគមន៍បាទក្លឹបបាតោរ៉ូមាស Borussia Dortmund យើងឃើញថាការប្រកួតនេះគឺជាការប្រកួតនៅក្នុងកីឡដ្ឋាន Allianz Arena ដែលជាកីឡដ្ឋានរបស់ក្លឹប FC Bayern Munich ហើយការប្រកួតនោះគឺនឹងធ្វើឡើងនៅវេលាម៉ោង 11:30 នាទីបាទនៅក្នុងរាត្រីនេះតែម្ដងបាទសម្រាប់ម៉ោងនៅកម្ពុជារបស់យើងបាទយើងនិយាយថាសម្រាប់ជំនួបដ៏ធំបាទរវាងបាយ័នមុនិចជាមួយនឹង Borussia Dortmund នេះនឹងត្រូវបាទកាត់សេចក្តីដោយលោកអាញាកណ្ដាគឺលោក Bastian បាទ Bandenkert បាទសញ្ជាតិអាល្លឺម៉ង់បាទយ៉ាងណាយើងឃើញថាសម្រាប់បាទជំនួបដ៏ធំនេះបងប្អូនបាទអ្នកគ្រប់គ្រងបាទតរបស់អាល្លឺម៉ង់បាទអ្នកគ្រប់គ្រងក្លឹបបាទបាយ័នមុនិចក៏ដូចជាអ្នកគ្រប់គ្រងរបស់បាទ Borussia Dortmund បាទប្រកាសជាទន្ទឹងរង់ចាំហើយពីព្រោះការប្រកួតនេះបើយើងធៀបជាមួយនឹងការប្រកួតនៅឯអេស្ប៉ាញដូចជា Real Madrid ប៉ះជាមួយនឹង Barcelona អញ្ចឹងបាទគឺជាជំនួបដ៏ធំបើនៅអង់គ្លេសបាទអាចមាន Man City ជាមួយនឹងបាទបេសាចក្រហម Manchester United អញ្ចឹងទៅបាទជាជំនួបដ៏ធំបាទក៏ដូចជាបើនៅអាល្លឺម៉ង់នឹងឯងមានបាទBayern ប៉ះជាមួយនឹង Dortmund បើនៅបារាំងមាន Paris Saint-Germain ប៉ះជាមួយនឹង Marseille អញ្ចឹងទៅបាទអញ្ចឹងជាការប្រកួតនៅក្នុងជុំទី7បាទនៅក្នុងសប្តាហ៍ទី7បងប្អូនអញ្ចឹងបើយើងមើលអំពីការប្រកួតនេះបច្ចុប្បន្នក្រុមម្ចាស់ផ្ទះបាយ័នមុនិចកំពុងតែស្ថិតនៅបាទកំពូលតារាងបាទគឺចំណាត់ថ្នាក់លេខ1បាទបច្ចុប្បន្នមាន18ពិន្ទុបាទដែលឡែកក្រុមបាយ័នមុនិចសំទោសបាទក្រុម Borussia Dortmund ដែលជាក្រុមភ្ញៀវបច្ចុប្បន្ននេះក៏កំពុងតែធ្វើបានល្អដូចគ្នាបាទស្ថិតនៅចំណាត់ថ្នាក់លេខ2បាទមាន14ពិន្ទុអញ្ចឹងខុសគ្នាតែ4ពិន្ទុទេបាទយើងឃើញថាបើសិនជាការប្រកួតនេះបាយ័នមុនិចបើសិនជាអាចថាឈ្នះឬក៏ស្មើក៏គេនៅតែកំពូលតារាងដែរប៉ុន្តែបើសិនជា Dortmund ឈ្នះក៏នៅបើនៅក្រោមបាយ័នមុនិចដដែលទេក៏ប៉ុន្តែមានន័យថាបន្ទុកវាកាន់តែប្រកៀកប្រកិតគ្នាបើបូក3បន្ទុកថែមទៀតអញ្ចឹងមានន័យថាDortmund វាឡើង17បន្ទុកហើយបាទនៅក្រោមបាយ័នមុនិចតែ1បន្ទុកទេយ៉ាងណាយើងនឹងរងចាំការប្រកួតបាទចាស់ស្ដាយនៅវេលាម៉ោង 11:30 នាទីបើសិនជាយើងមើលអំពីបាទការប្រកួតយើងរាប់ពីប្រវត្តិនៅក្នុងការជួបគ្នាកន្លងទៅវិញណាបាទយើងរាប់នៅក្នុងសប្តាហ៍ឬក៏រដូវកាលមុនទៅចោះបាទការប្រកួតនៅក្នុងរដូវកាលមុនក្រុមទាំងពីរនេះក៏ធ្លាប់ជួបគ្នាកាលនោះបាទគឺលេងនៅក្នុងទឹកដីរបស់បាទDortmundគឺបានត្រឹមស្មើបាទ1-1ទេហើយការត្រឡប់មកលេងទឹកដីរបស់Bayern Munichវិញគឺក៏នៅតែស្មើគ្នាដែរបាទ2-2អញ្ចឹងមានន័យថាការពីរដូវកាលមុនក្រុមទាំងពីរគឺគេស្មើគ្នាបាទ1-1និង2-2បាទអត់មានក្រុមណាអាចយកឈ្នះគ្នានៅក្នុងដីណាទេបាទបើយើងមកធៀបចាប់អារម្មណ៍នៅក្នុងរដូវកាលនេះវិញការប្រកួតនៅក្នុងជើងទី1នេះគឺនឹងធ្វើឡើងនៅក្នុងទឹកដីរបស់ Bayern Munich នៅក្នុងកីឡដ្ឋាន Allianz Arena បាទហើយបើយើងមើលទៅគឺថា Dortmund ក៏កំពុងតែធ្វើបានល្អដែរបាទរដូវកាលនេះគឺ Dortmund មិនមែនគេថាដោយការពីរដូវកាលមុនទេលេខ6លេខ7លេខ8អត់ទេបច្ចុប្បន្ននេះDortmund គឺនៅប្រកៀកប្រកិតជាមួយនឹងBayernតែម្ដងអញ្ចឹងការប្រកួតនៅក្នុងលីករបស់អាល្លឺម៉ង់នេះយើងចង់ឃើញក្រុមទាំងពីរនេះប្រជែងគ្នាអញ្ចឹងបើអ្នកគ្រប់គ្រងគេចង់ឲ្យDortmundនឹងលើកពានណាបាទប៉ុន្តែមានន័យថាឱកាសរបស់Dortmundនឹងហាក់ដូចជាស្ដួយស្ដៅមែនពេលខ្លះអត់សំណាងណាការពីរដូវកាលមុននោះត្រូវDortmundលើកពានទៅហើយប៉ុន្តែបែរជាBayern Munichមានឱកាសនៅក្នុងការលើកពានទៅវិញបាទខ្ញុំនិយាយតិចចូលរួមវិទ្យាការនៅអង់គ្លេសគេហៅ The Classic Match បាទនៅអេស្ប៉ាញគេហៅ El Clasico បាទប៉ុន្តែនៅអាល្លឺម៉ង់គេហៅ The Classicer ភាសាអាល្លឺម៉ង់បាទ The Classicer បាទអញ្ចឹងបងប្អូនដែលជាអាល្លឺម៉ង់បើសិនខ្ញុំបញ្ចេញសូរស័ព្ទសូរសៀងទៅខុសត្រូវអាចជួយកែសម្រួលផងបាទប៉ុន្តែខ្ញុំអានលើអ្វីដែលជា poster បាទរបស់Bundesliga គេផុសណាគេដាក់ The Classicer Football Last បាទ min to be ហើយនេះឯងបាទគឺខុសនេះ4បន្ទុកបាទត្រូវជួបគ្នាយប់ហ្នឹងហើយបាទយប់ហ្នឹងបើនៅអាល្លឺម៉ង់ម៉ោង6:30ណាយើងមើលទៅបាទម៉ោង6:30ប៉ុន្តែបើនៅកម្ពុជារបស់យើងម៉ោង11យប់ម៉ោង11បាទ11កន្លះបាទអញ្ចឹងយើងចាក់ស្ដែងទៅតាក់ទងជាមួយនឹងក្រុមBayern Munichដែលជាក្រុមម្ចាស់ផ្ទះយើងចាប់អារម្មណ៍រដ្ឋាសមាជិកកីឡាករដែលអាចបង្ហាញខ្លួនគឺថាអ្នកចាំទីអាចនឹងទៅតាមឆ្ងាយពីមានអាណយអឺទេដែលអ្នកចាំទីបាទចាស់វ៉ាសាហើយមានខ្សែការពារ4រូបបាទមានកីឡាករបាទអូប៉ាមេកាណូបាទក៏ដូចជាJonathan Tahនៅកណ្ដាលក៏ដូចជាស្លាបបាទខាងស្ដាំមានកីឡាករបាទ Limer បាទនៅស្លាបខាងឆ្វេងមានកីឡាករ Bowie បាទកណ្ដាល2រូប
បាទអាចមានកីឡាករជួសវ៉ាគីមិកក៏ដូចជាកីឡាករបាទផាវូវិកនិងបំរើប្រយុទ្ធ3រូបកដាមាន Gnabry បាទខាងស្ដាំមានកីឡាករបាទអូលីសេក៏មានវត្តមានដែរអាចនឹងមានវត្តមាននៅក្នុងរាត្រីនេះហើយនឹងកីឡាករ Luis Diaz អញ្ចឹងកីឡាករចំណូលថ្មីបាទអូលីសេក៏ដូចជាកីឡាករ Luis Diaz នឹងមានវត្តមានក្នុងរាត្រីនេះ Diaz 6ប្រកួតកន្លងទៅសិតចូល5គ្រាប់ស្កាអូបាទ Diaz សិតចូល5គ្រាប់និង Aziz ក៏ដូចជាបញ្ជូនបាល់លើរួមគ្រាប់បាន4គ្រាប់អញ្ចឹងគាត់ចាក់ចេញពី Liverpool នេះទៅចូលរួម Bayern កំពុងតែធ្វើជួបភ្លាមហើយតាមត្រូវបាទដោយឡែកកីឡាករ Gnabry វិញក៏ដូចគ្នាដែរតែបើតែជាកីឡាករគេហៅថាខ្សែបំរើប្រយុទ្ធទេប៉ុន្តែកីឡាករ Gnabry នេះ6ប្រកួតកន្លងទៅសិតចូលបាន3គ្រាប់និង Aziz បាន3គ្រាប់បាទហើយដោយឡែកនោះខ្សែប្រយុទ្ធឆ្នាំ Harry Kane នោះបាទ6ប្រកួតសិតចូល11គ្រាប់អូបាទកំពុងតែឈរនៅលើកប៊ូតារាក្នុងការសុបចូលទីច្រើនជាងគេនៅឯអាល្លឺម៉ង់ណាបាទអញ្ចឹងយើងរាប់ទៅគឺថាតំបន់ប្រយុទ្ធរបស់ Bayern Munich សុទ្ធតែជាកីឡាករមុតស្រួចហើយបាទបើលោក Vincent Kompany ដែលជាគ្រូបង្វឹករបស់ Bayern Munich បច្ចុប្បន្ននេះគឺអាចមានថាក៏កំពុងតែដឹកនាំបានល្អមែនទែនបាទហើយធ្វើឲ្យកីឡាករទាំងអស់នៅក្នុងក្រុម Bayern Munich កំពុងតែមានការយល់ចិត្តគ្នាល្អខ្លាំងមែនទែនយើងងាកមកចាប់អារម្មណ៍អំពីក្រុមភ្ញៀវបាទក្រុមបាទតោរមាស Borussia Dortmund ឯនោះវិញបាទក្រោមការដឹកនាំរបស់លោក Nico បាទ Kovac បាទដែលបច្ចុប្បន្ននេះខ្ញុំគិតថាទម្រង់លេងរបស់ Dortmund ក៏កំពុងតែធ្វើបានល្អដូចគ្នាហើយនៅក្នុងរាត្រីនេះក៏អាចនឹងប្រើប្រាស់ទម្រង់ដែលលោកថតប្រើប្រាស់កន្លងទៅគឺ 3-4-2-1 បាទហើយទៅណាមួយឆ្ងាយពីអ្នកចាំទីគឺកីឡាករបាទ Kobe និងខ្សែការពារ3រូបបាទកីឡាករបាទកណ្ដាលនោះគឺកីឡាករបាទឆ្កូបាទ Terbach និងកីឡាករ Anton និងកីឡាករ Benson Baini បាទបំរើមាន4រូបកណ្ដាល2គឺកីឡាករបាទ Ninja និងកីឡាករ Marcel Sabitzer ចាក់ចេញពីបាទវិស័យក្រហមទៅចូលរួមជាមួយនឹង Dortmund ល្អបាទ Sabitzer បាទហើយនឹងកីឡាករស្លាប់ខាងស្ដាំមានកីឡាករបាទ Puto និងស្លាប់ខាងឆ្វេងបាទកីឡាករ Seven Basson បំរើប្រយុទ្ធ2រូបគឺកីឡាករ Becher និងកីឡាករបាទ Adeyemi និងបាទប្រយុទ្ធតូមួយរូបគឺកីឡាករបាទ Kuresi អញ្ចឹងយើងឃើញថាសម្រាប់តំបន់ប្រយុទ្ធរបស់ Dortmund ក៏មានល្អដែរអញ្ចឹងជាក់ស្ដែងបាទការប្រកួតនេះគឺសំខាន់មែនទែនមកសម្រាប់ក្រុមទាំងពីរទាំង Bayern Munich ដែលជាក្រុមម្ចាស់ផ្ទះក៏ត្រូវការ3ពិន្ទុពីក្រុមភ្ញៀវហើយក្រុមភ្ញៀវនោះក៏បាទត្រូវការ3ពិន្ទុពីក្រុមម្ចាស់ផ្ទះដែរដើម្បីគេថាកុំឲ្យបាទក្រុមម្ចាស់ផ្ទះហ្នឹងមានន័យថាដាច់ពិន្ទុពីក្រុមភ្ញៀវពេកបើសិនជា Dortmund អាចទៅដើម3ពិន្ទុពី Bayern Munich បានអញ្ចឹងគេថាពិន្ទុកាន់តែប្រកៀកប្រកិតគ្នា18ទល់នឹង17ប៉ុន្តែបច្ចុប្បន្នបាទ Dortmund មានតែ14ពិន្ទុទេបាទហើយនៅក្រោមបាទ Bayern Munich 4ពិន្ទុឯណោះបាទអញ្ចឹងបងប្អូនជាអ្នកគ្រប់គ្រងបាទជាអ្នកគ្រប់គ្រងបាទលីករបស់អាល្លឺម៉ង់ Bundesliga ដូចជាអ្នកគ្រប់គ្រងបាទ Bayern Munich និងអ្នកគ្រប់គ្រងរបស់ក្លឹបបាទ Borussia Dortmund កុំភ្លេចបាទរងចាំបាទតាមដានទស្សនានៅវេលាម៉ោង 11:30 នាទីម៉ោងនៅកម្ពុជារបស់យើងបាទអញ្ចឹងជំនួបដ៏ធំនេះបាទបងប្អូនបាទកុំភ្លេចចូលរួមនៅក្នុងការទស្សនាហើយអ្វីដែលខ្ញុំគិតណាក្រុមទាំងពីរនេះបើសិនជាគ្រាប់បាល់ដែលកើតឡើងអ្វីជាខ្ញុំយល់ឃើញទេខ្ញុំគិតថាក្រុមម្ចាស់ផ្ទះអាចមានប្រៀបជាងប៉ុន្តែបើសិនជាគ្រាប់បាល់ដែលកើតឡើងมันអាចលើសពី2គ្រាប់ទេយ៉ាងច្រើនអាចថាBayern Munichយកឈ្នះទៅលើ Dortmund ទៅរបស់2-1ឥឡូវទុកទូនាទីកាន់បងដាវីតវិញដើម្បីជាការយល់ឃើញរវាងក្រុមទាំងពីរណាបាទសម្រាប់ខ្ញុំវិញខ្ញុំស្រឡាញ់លីកអាល្លឺម៉ង់គាត់ថាសុទ្ធគ្នាអត់សូវចំសំជើងសំដៃណាបាទខ្ញុំគិតថាក្រុមពីរនេះកើតឡើងប៉ះគ្នាក្របមិនតិចទេជាការយល់ឃើញរបស់ខ្ញុំទេខ្ញុំគិតថាសម្រាប់លទ្ធផលនៅក្នុងយប់នេះបាទរវាង Bayern និង Dortmund អាចនឹងមានរហូតដល់5គ្រាប់អូបាទច្រើនខ្ញុំសកម្មគិតតែ3គ្រាប់ទេណា3គ្រាប់បាទសកម្មនេះទីថា Bayern 2 Dortmund 1ហ៎បាទបើខ្ញុំគិតថាថ្ងៃនេះក៏ Bayern អាចនឹងមានលទ្ធភាពក្នុងការរកបាន3ពិន្ទុដែរជាពិសេសនៅក្នុងដីខ្លួនឯងបាទ Allianz Arena ហ្នឹងបាទគឺជាទឹកដីបាទរបស់ Bayern ហ្នឹងអញ្ចឹងខ្ញុំគិតថា Bayern Munich អាចនឹងរកបាន3គ្រាប់ហើយ Borussia Dortmund អាចមាន2គ្រាប់បាទអញ្ចឹងលទ្ធផលអានេះជាការគិតទុកក៏ដូចជាការទូទាយរបស់ខ្ញុំទេបាទគឺBayern 3 Dortmund 2បាទបាទអញ្ចឹងអរគុណ